តែលេងភ្នំទឹកតុកអីចឹងណាអ្នកទាំងអស់គ្នាតែអ្នកធម្មតាអីគេទៅម៉ោង12ម៉ោង10អីចឹងទៅតែអ្នកអត់ធម្មតាដូចខ្ញុំនេះគឺថាទៅម៉ោង3ចាហើយក៏ទៅគ្នាច្រើនអីចឹងទៅពីម៉ូតូបន្តិចច្រើនមែនទេថាញាត់ទាំងអស់គ្នាគឺថាសិតតែក្មេងអញ្ចឹងណាហើយនេះគឺជាតាមផ្លូវដែលខ្ញុំទៅអញ្ចឹងណាហើយគឺថាពេលទៅនោះគឺថាស្រស់ស្រាយមែនតើហើយគឺថាជាក់មែនតើអ្នកទាំងអស់គ្នាហើយទុំភ្លៀងហើយផ្លូវទៅគឺថាស្អាតប្លែកភ្នែកមែនតើព្រោះអីខានទៅយកហើយណាគេធ្លាប់ទៅគឺថាខមមិនផងអ្នកទាំងអស់គ្នាបន្តពីជិះម៉ូតូអស់រយៈពេលជាយូរឥឡូវគឺបែរមកដល់ហើយគឺថាពេលទៅហ្នឹងគឺថាសិតតែក្មេងអ្នកទាំងអស់គ្នាសិតបងប្អូនខ្ញុំមកយូរទៅម្ដងអញ្ចឹងនាំបងប្អូនដើរលេងអញ្ចឹងទៅហើយនេះគឺថាទឹមឡើងបាន4-10កាំឯណាចាគឺថានៅមុខព្រំព្រៃឡើយទាំងអស់គ្នាចាំមើលឡើងទៅដល់ចកេះភ្នំគឺថាហើយនេះគឺថានៅតាមគៀនភ្នំអ្នកទាំងអស់គ្នាគឺថាស្រស់ស្រាយមែនតើនេះឡើងដល់ចកេះភ្នំណាតែខ្ញុំនេះឈួតតែថតសុកគឺថាដាក់ slow mo អ្នកទាំងអស់គ្នាឈួតហ្មងអាហ្នឹងណាធ្លាក់អណ្ដាតឯអ្នកទាំងអស់គ្នាមានវីដេអូមួយទៀតតែខ្ញុំអត់ដាក់តែស្វាយអ្នកទាំងអស់គ្នាហើយបានឡើងដល់កំពូលភ្នំគឺថាខ្ញុំអត់បានថតវីដេអូទេគឺថាប្អូនខ្ញុំគេអ្នកថតពេលឡើងដល់កំពូលជាងស្រស់